ដោយសារតែការដាក់ពាក្យថា contact for work នៅលើ bio របស់យើងហ្នឹងណាធ្វើឲ្យខ្ញុំទទួលបាន project មួយដែលខ្ញុំគិតថាធំសម្រាប់ខ្ញុំក្នុងឆ្នាំនេះហើយជាលើកទី1របស់ខ្ញុំទៀតដែលខ្ញុំធ្វើវីដេអូមួយនេះឡើងហើយមានបងខាងគាត់អ្នកលក់ម៉ៅផេតគាត់បាន contact មកខ្ញុំហើយឥឡូវហ្នឹង shop របស់គាត់មាន promotion ទិញ2ថែម1ហើយគាត់មានឈ្មោះថាម៉ៅផេតអញ្ចឹងគាត់មានតាំង Facebook page ជាមួយនឹង TikTok ដែរអញ្ចឹងបើសិនជាអ្នកនរគ្នាអ្នកថាគាត់ចង់បានម៉ៅផេតស្អាតៗ complete contact ទៅកាន់គាត់ហើយគឺខ្ញុំមានអីវ៉ាន់មកបើកចំនួនមួយថងចាធំជាងចង់ធំជាងខ្លួនខ្ញុំទៀតហើយឥឡូវនេះខ្ញុំមកបើកមើលអីវ៉ាន់ដែលថាគាត់សែនមកឲ្យខ្ញុំហ្នឹងអញ្ចឹងគាត់សែនឲ្យខ្ញុំចំនួន3ម៉ៅផេតហើយខ្ញុំក៏ចាប់ដើមបើកមើលទៅហើយនិយាយទៅ packaging របស់គាត់ស្អាតមែនតើខ្ញុំតាមពិតខ្ញុំទទួលបានអីវ៉ាន់ពីគាត់ហ្នឹងមកទៅដែរតែខ្ញុំអត់ទាន់មានពេលបើកសំខាន់ចាំមើលពេលខ្ញុំបើកខាងក្នុងទាំងអស់ហ្នឹងរូបដែលថាខ្ញុំទទួលបានណានិយាយទៅរូបស្អាតច្បាស់សំខាន់វាធ្ងន់ណាប្រើមួយដឹងមួយហ្មងចាំមើលចាំខ្ញុំដាក់នៅលើតុរបស់ខ្ញុំនេះចាំខ្ញុំដកកាមេរ៉ានេះចេញហើយខ្ញុំសាក់ដាក់ទាំង3ហ្នឹងតែខ្ញុំស្រឡាញ់រូបកូនស្រីនេះណាគេដឹងថាតួអង្គស្រីនេះឈ្មោះអីគេ complete comment ប្រាប់ខ្ញុំផងព្រោះខ្ញុំមិនមែនជា fan របស់ anime ទេចឹងអត់សូវដឹងហើយមកដល់ឡើយនេះដល់វគ្គខ្ញុំចាប់ផ្ដើមរើតុកនឹងរៀបសារថ្មីទៀតហើយខ្ញុំសង្ឃឹមថាការរៀបរបស់ខ្ញុំនេះគឺជាលើកចុងក្រោយទៅចោះនៃការធ្វើ set up អញ្ចឹងណាដោយសារតែបងគាត់បានផ្ញើបានមកហើយអញ្ចឹងក៏ខ្ញុំចង់បដូរដែរអញ្ចឹងនេះគឺជារូបដែលថាខ្ញុំទទួលបានទាំងអស់ហើយក្នុងការរៀបហ្នឹងខ្ញុំសាកទាំង3ពណ៌តែម្ដងហើយខ្ញុំថតមើលថាមួយណាដែលថាខ្ញុំស្រឡាញ់ជាងអញ្ចឹងណាអញ្ចឹងក៏ខ្ញុំចាប់ផ្ដើមរើអីវ៉ាន់កញ្ចក់បញ្ចុករបស់ខ្ញុំយកមកដាក់លើតុទៅហើយខ្ញុំក៏បានថតមើលដែរថា3ពណ៌ហ្នឹងមួយណាដែលថាខ្ញុំស្រឡាញ់ជាងគេអញ្ចឹងមានពណ៌សពណ៌រាងបែកខៀវហើយមួយនេះគឺរូប anime មុនហ្នឹងពណ៌រាងបែកកាឈូកបន្តិចអញ្ចឹងសម្រាប់ជាចុងក្រោយមកគឺខ្ញុំបានក្រាលគាត់ធ្វើជាម៉ៅផេតរបស់ខ្ញុំហើយសល់2ទៀតគឺខ្ញុំបានច្រកទុកវិញដើម្បីទុកដាក់ពេលក្រោយអញ្ចឹងណាអញ្ចឹងនេះគឺជា final set up របស់យើងហើយសម្រាប់ project ដែលខ្ញុំគិតថាធំសម្រាប់ខ្ញុំនៅក្នុងឆ្នាំហ្នឹងគឺការធ្វើ illustration ហើយវាជាលក្ខណៈ banner វាមានប្រវែង4ម៉ែត្រគុណជាមួយនឹង1ម៉ែត្រអញ្ចឹងវាធំរៀងធំដែរសម្រាប់ហាងរបស់គាត់ឥឡូវនេះខ្ញុំកំពុងតែ processing ធ្វើអញ្ចឹងនៅពេលណាចេញជារូបរាងចាំខ្ញុំផុសវីដេអូ update អ្នកនរគ្នាបន្តទៀត